Walk with God ដើរជាមួយព្រះ Subscribe ទំនុកដំកើងជំពូក139ការស្គាល់និងការថែរក្សារបស់ព្រះអូព្រះយេហូវ៉ាអើយទ្រង់បានពិនិត្យមើលទូលបង្គំហើយស្គាល់ទូលបង្គំទ្រង់ស្គាល់ការអង្គុយនិងការក្រោកឡើងរបស់ទូលបង្គំទ្រង់យល់ចិត្តគំនិតទូលបង្គំពីចម្ងាយទ្រង់ស្ទង់មើលផ្លូវដែលទូលបង្គំដើរនិងកន្លែងដែលទូលបង្គំដេកទ្រង់ស្គាល់អស់ទាំងផ្លូវរបស់ទូលបង្គំច្បាស់មុនពេលពាក្យណាមួយចេញពីអណ្ដាតទូលបង្គំអូព្រះយេហូវ៉ាអើយទ្រង់បានជ្រាបទាំងអស់ទ្រង់បានឡោមព័ទ្ធទូលបង្គំទាំងមុខទាំងក្រោយហើយដាក់ព្រះហស្ថលើទូលបង្គំចំណេះដឹងនេះអស្ចារ្យពេកសម្រាប់ទូលបង្គំហើយខ្ពស់ពេកទូលបង្គំមិនអាចឈោងដល់បានឡើយតើទូលបង្គំអាចទៅឯណាឲ្យផុតពីព្រះវិញ្ញាណទ្រង់តើទូលបង្គំអាចរត់ទៅឯណាឲ្យផុតពីព្រះភ័ក្ត្រទ្រង់បើទូលបង្គំឡើងទៅឯស្ថានសួគ៌ទ្រង់គង់នៅទីនោះបើទូលបង្គំរៀបកន្លែងដេកនៅស្ថានឃុំព្រលឹងទ្រង់ក៏គង់នៅទីនោះដែរបើទូលបង្គំយកស្លាបនៃបច្ចុប្បន្នសម័យដើម្បីហោះទៅអាស្រ័យនៅឯនាយសមុទ្រទោះបីនៅទីនោះក្តីក៏ព្រះហស្ថទ្រង់នឹងនាំទូលបង្គំហើយព្រះហស្ថស្ដាំទ្រង់នឹងកាន់ទូលបង្គំដែរបើទូលបង្គំថាពិតប្រាកដជាសេចក្តីងងឹតនឹងគ្របបាំងខ្ញុំហើយពន្លឺនៃជុំវិញខ្ញុំនឹងคล้ายជាយប់នោះសេចក្តីងងឹតមិនអាចបិទបាំងអ្វីពីទ្រង់បានឡើយពេលយប់នឹងភ្លឺដូចជាពេលថ្ងៃសម្រាប់ទ្រង់សេចក្តីងងឹតនឹងពន្លឺគឺដូចតែគ្នាដបិតទ្រង់បានបង្កើតតម្រង់នោមទូលបង្គំទ្រង់បានសូនរូបទូលបង្គំនៅក្នុងផ្ទៃម្ដាយទូលបង្គំអរព្រះគុណដល់ទ្រង់ព្រោះទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរឲ្យកោតសរសើរនិងអស្ចារ្យណាស់ស្នាព្រះហស្ថរបស់ទ្រង់សុទ្ធតែអស្ចារ្យចិត្តទូលបង្គំដឹងច្បាស់ណាស់ពេលទូលបង្គំត្រូវបានបង្កើតមកនៅកន្លែងដ៏កំបាំងហើយត្រូវបានសូនរូបឡើងនៅទីជម្រៅនៃផែនដីនោះរូបកាយទូលបង្គំមិនបានលះកំបាំងពីទ្រង់ឡើយព្រះនេត្រទ្រង់បានឃើញរូបរាងទូលបង្គំតាំងពីមិនទាន់ចេញរូបមកម្លេះថ្ងៃទាំងប៉ុន្មានដែលបានកំណត់សម្រាប់ទូលបង្គំក៏បានកត់ទុកក្នុងបញ្ជីរបស់ទ្រង់មុនពេលថ្ងៃទាំងនោះមកដល់អូព្រះអង្គអើយព្រះរាជតម្រិះរបស់ទ្រង់មានតម្លៃចំពោះទូលបង្គំណាស់ការបូកសរុបនៃតម្រិះទាំងនោះធំធេងណាស់បើទូលបង្គំរាប់ក៏មានច្រើនជាងក្របខ្សាច់ទៅទៀតពេលទូលបង្គំធ្ញាក់ឡើងទូលបង្គំនៅជាមួយទ្រង់អូព្រះអង្គអើយសូមទ្រង់ប្រហារមនុស្សអាក្រក់ចេញទៅពួកអ្នកដែលកំចាយឈាមអើយចូលថយចេញពីអញទៅដបិតពួកគេពោលពាក្យប្រមាថចំទាស់ទ្រង់ដោយបំណងអាក្រក់ពួកស្ត្រីរបស់ទ្រង់យកព្រះនាមទ្រង់ទៅប្រើដោយឥតប្រយោជន៍អូព្រះយេហូវ៉ាអើយតើមិនគួរឲ្យទូលបង្គំស្អប់អ្នកដែលស្អប់ទ្រង់ហើយខ្ពើមដល់អ្នកដែលបះបោលនឹងទ្រង់ទេឬអីទូលបង្គំស្អប់ពួកគេដោយចិត្តស្អប់យ៉ាងខ្លាំងទូលបង្គំចាត់ទុកពួកគេជាសត្រូវរបស់ខ្លួនអូព្រះអង្គអើយសូមទ្រង់ពិនិត្យមើលទូលបង្គំហើយស្គាល់ចិត្តទូលបង្គំសូមលបងលើទូលបង្គំហើយស្គាល់ចិត្តគំនិតដែលខ្វល់ខ្វាយរបស់ទូលបង្គំចុះសូមទូតមើលក្រែងមានផ្លូវណាដ៏អាក្រក់នៅក្នុងទូលបង្គំហើយសូមដឹកនាំទូលបង្គំតាមផ្លូវដ៏នៅអស់កាលជានិច្ចទំនុកដំកើងចំពុក119មានពរហើយអ្នកណាដែលប្រព្រឹត្តឥតខ្ចោះគឺដែលដើរតាមក្រឹតវិន័យរបស់ព្រះយេហូវ៉ាមានពរហើយអ្នកណាដែលកាន់តាមសេចក្តីបន្ទាល់របស់ទ្រង់ហើយស្វែងរកទ្រង់អស់ពីចិត្តគេមិនប្រព្រឹត្តអំពើទុច្ចរិតឡើយគឺគេដើរតាមផ្លូវរបស់ទ្រង់ទ្រង់បានបង្គាប់ឲ្យយើងខ្ញុំកាន់តាមសេចក្តីបញ្ញត្តិរបស់ទ្រង់យ៉ាងខ្ជាប់ខ្ជួនសូមឲ្យផ្លូវរបស់ទូលបង្គំបាននឹងណដើម្បីនឹងកាន់តាមច្បាប់របស់ទ្រង់នោះទូលបង្គំនឹងមិនត្រូវខ្មាស់ឡើយនៅពេលដែលទូលបង្គំពិចារណាមើលអស់ទាំងបញ្ញត្តិរបស់ទ្រង់ទូលបង្គំនឹងសរសើរដល់ទ្រង់ដោយចិត្តទៀងត្រង់កាលណាទូលបង្គំរៀនច្បាប់ដ៏សុចរិតរបស់ទ្រង់ទូលបង្គំនឹងកាន់តាមច្បាប់របស់ទ្រង់សូមកំបោះបាំងទូលបង្គំចោលឡើយតើកំឡោះនឹងរក្សាផ្លូវខ្លួនឲ្យបរិសុទ្ធបានដោយដូចម្ដេចគឺដោយប្រយ័ត្នប្រយែងតាមព្រះបន្ទូលរបស់ទ្រង់ទូលបង្គំបានស្វែងរកទ្រង់អស់ពីចិត្តសូមគុំឲ្យទូលបង្គំវង្វេងចេញពីបញ្ញត្តិទ្រង់ឡើយ
ទូលបង្គំបានលះព្រះបន្ទូលទ្រង់ទុកក្នុងចិត្តដើម្បីកុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់អោព្រះយេហូវ៉ាអើយសូមថ្វាយសរសើរដល់ទ្រង់សូមបង្រៀនច្បាប់របស់ទ្រង់ដល់ទូលបង្គំផងបបូររមាត់ទូលបង្គំបានរាប់រៀបអស់ទាំងច្បាប់ដែលចេញពីព្រះឱសថទ្រង់ទូលបង្គំត្រេកអរនឹងផ្លូវនៃសេចក្តីបន្ទាល់របស់ទ្រង់ដូចជាត្រេកអរនឹងទ្រព្យសម្បត្តិយ៉ាងសន្ធឹកទូលបង្គំនឹងរំពឹងគិតពីសេចក្តីបញ្ញត្តិរបស់ទ្រង់ហើយនឹងពិចារណាមើលផ្លូវទាំងឡាយរបស់ទ្រង់ទូលបង្គំនឹងរីករាយចំពោះច្បាប់របស់ទ្រង់ទូលបង្គំនឹងមិនភ្លេចព្រះបន្ទូលទ្រង់ឡើយសូមសម្ដែងសេចក្តីសប្បុរិសុទ្ធដល់ទូលបង្គំជាអ្នកបម្រើរបស់ទ្រង់ដើម្បីឲ្យទូលបង្គំបានរស់នៅហើយកាន់តាមព្រះបន្ទូលទ្រង់សូមបើកភ្នែកទូលបង្គំឲ្យបានឃើញការអស្ចារ្យនៅក្នុងក្រឹតវិន័យរបស់ទ្រង់ទូលបង្គំគ្រាន់តែជាអ្នកស្នាក់នៅលើផែនដីនេះទេសូមកុំលាក់បញ្ញត្តិរបស់ទ្រង់ពីទូលបង្គំឡើយព្រលឹងទូលបង្គំជំរុញដោយសេចក្តីប្រាថ្នាចង់បានច្បាប់របស់ទ្រង់គ្រប់ពេលវេលាទ្រង់បានស្ដីបន្ទោសដល់ពួកអ្នកមានចិត្តធំដែលត្រូវបណ្ដាសាគឺពួកអ្នកដែលញាក់ចេញពីបញ្ញត្តិរបស់ទ្រង់សូមដកយកការធ្មើស្ទាកដៀលនិងការមើលងាយចេញពីទូលបង្គំទៅដើម្បីទូលបង្គំបានកាន់តាមសេចក្តីបន្ទាល់របស់ទ្រង់ទោះបីជាពួកចៅវាយអង្គុយនិយាយគ្នាទាស់នឹងទូលបង្គំក៏ដោយក៏ទូលបង្គំជាអ្នកបម្រើទ្រង់និងរំពឹងគិតពីច្បាប់របស់ទ្រង់ដែរសេចក្តីបន្ទាល់របស់ទ្រង់ជាទីរីករាយដល់ចិត្តទូលបង្គំហើយជាអ្នកផ្ដល់យោបល់ដល់ទូលបង្គំផងព្រលឹងទូលបង្គំដេកជាប់នឹងធូលីដីសូមធ្វើឲ្យទូលបង្គំមានកម្លាំងឡើងវិញតាមព្រះបន្ទូលរបស់ទ្រង់ទូលបង្គំបានទូលប្រាប់ពីផ្លូវរបស់ទូលបង្គំហើយទ្រង់បានឆ្លើយតបមកសូមបង្រៀនច្បាប់របស់ទ្រង់ដល់ទូលបង្គំផងសូមឲ្យទូលបង្គំបានយល់ផ្លូវនៃសេចក្តីបញ្ញត្តិរបស់ទ្រង់ដើម្បីឲ្យទូលបង្គំបានរំពឹងគិតពីការអស្ចារ្យរបស់ទ្រង់ព្រលឹងទូលបង្គំបានរលាយទៅដោយសេចក្តីទុក្ខព្រួយសូមចម្រើនកម្លាំងដល់ទូលបង្គំតាមព្រះបន្ទូលរបស់ទ្រង់សូមឲ្យផ្លូវនៃការភូតពើងនៃឆ្ងាយពីទូលបង្គំហើយសូមប្រោប្រទានច្បាប់របស់ទ្រង់ដោយសេចក្តីសប្បុរិសុទ្ធផងទូលបង្គំបានរើសយកផ្លូវនៃសេចក្តីស្មោះត្រង់ហើយបានតាំងចិត្តនឹងច្បាប់របស់ទ្រង់អោព្រះយេហូវ៉ាអើយសូមទូលបង្គំប្រកាន់ខ្ជាប់តាមសេចក្តីបន្ទាល់របស់ទ្រង់សូមកុំឲ្យទូលបង្គំត្រូវខ្មាស់ឡើយទូលបង្គំនឹងរត់តាមផ្លូវនៃបញ្ញត្តិរបស់ទ្រង់ព្រោះទ្រង់បានពង្រីកចិត្តទូលបង្គំឲ្យទូលាយអោព្រះយេហូវ៉ាអើយសូមបង្រៀនទូលបង្គំពីផ្លូវនៃច្បាប់របស់ទ្រង់នោះទូលបង្គំនឹងកាន់តាមរហូតដល់ចុងបំផុតសូមផ្ដល់យោបល់ដល់ទូលបង្គំដើម្បីឲ្យទូលបង្គំបានកាន់តាមក្រឹតវិន័យរបស់ទ្រង់ហើយប្រព្រឹត្តតាមដោយអស់ពីចិត្តសូមនាំទូលបង្គំទៅតាមផ្លូវនៃបញ្ញត្តិរបស់ទ្រង់ដើម្បីទូលបង្គំមានសេចក្តីរីករាយត្រង់ផ្លូវនោះសូមបង្វែរចិត្តទូលបង្គំទៅរកសេចក្តីបន្ទាល់របស់ទ្រង់មិនមែនទៅរកការកេងចំណេញសម្រាប់ខ្លួនឯងឡើយសូមបង្វែរភ្នែកទូលបង្គំចេញពីការមើលរបស់ឥតប្រយោជន៍ហើយសូមធ្វើឲ្យទូលបង្គំមានកម្លាំងឡើងវិញតាមផ្លូវរបស់ទ្រង់សូមសម្រេចព្រះបន្ទូលទ្រង់ដល់ទូលបង្គំជាអ្នកបម្រើទ្រង់គឺព្រះបន្ទូលដែលសម្រាប់ពួកអ្នកកោតខ្លាចដល់ទ្រង់សូមដកសេចក្តីថ្មាក់ទេសដៀលដែលទូលបង្គំខ្លាចចេញទៅដើម្បីច្បាប់របស់ទ្រង់សុទ្ធតែល្អមើលចុះទូលបង្គំបានប្រាថ្នាចង់បានសេចក្តីបញ្ញត្តិរបស់ទ្រង់ណាស់សូមធ្វើឲ្យទូលបង្គំមានកម្លាំងឡើងវិញដោយសេចក្តីសុចរិតរបស់ទ្រង់អោព្រះយេហូវ៉ាអើយសូមឲ្យសេចក្តីសប្បុរសរបស់ទ្រង់បានមកដល់ទូលបង្គំគឺជាសេចក្តីសង្គ្រោះរបស់ទ្រង់តាមព្រះបន្ទូលទ្រង់នោះទូលបង្គំនឹងអាចឆ្លើយដល់អ្នកដែលថ្មាស់ទេសដៀលទូលបង្គំបានដើម្បីទូលបង្គំទុកចិត្តលាព្រះបន្ទូលរបស់ទ្រង់សូមកំដរព្រះបន្ទូលនៃសេចក្តីពិតចេញពីមាត់ទូលបង្គំឡើយដើម្បីទូលបង្គំបានសង្ឃឹមដល់ច្បាប់របស់ទ្រង់ទូលបង្គំនឹងកាន់តាមក្រឹតវិន័យរបស់ទ្រង់ជានិច្ចគឺអស់កលរៀងទៅទូលបង្គំនឹងដើរដោយសេរីភាពដើម្បីទូលបង្គំបានស្វែងរកសេចក្តីបញ្ញត្តិរបស់ទ្រង់ទូលបង្គំនឹងនិយាយពីសេចក្តីបន្ទាល់របស់ទ្រង់នៅមុខពុកស្ដេចដោយមិនត្រូវខ្មាស់ឡើយទូលបង្គំនឹងរីករាយចំពោះបញ្ញត្តិរបស់ទ្រង់ដែលទូលបង្គំស្រឡាញ់ទូលបង្គំនឹងលើកដៃទៅឯបញ្ញត្តិរបស់ទ្រង់ដែលទូលបង្គំស្រឡាញ់ហើយទូលបង្គំនឹងរំពឹងគិតពីច្បាប់របស់ទ្រង់សូមនឹកចាំពីព្រះបន្ទូលដែលទ្រង់បានមានដល់ទូលបង្គំជាអ្នកបម្រើទ្រង់ដែលទ្រង់បានធ្វើឲ្យទូលបង្គំមានសេចក្តីសង្ឃឹមនេះជាសេចក្តីខ្សាន្តចិត្តរបស់ទូលបង្គំនៅក្នុងសេចក្តីទុក្ខលំបាកគឺថាព្រះបន្ទូលសន្យារបស់ទ្រង់បានផ្ដល់ជីវិតដល់ទូលបង្គំពួកអ្នកមានចិត្តធំបានចំអកឲ្យទូលបង្គំយ៉ាងខ្លាំងប៉ុន្តែទូលបង្គំមិនបានងាកចេញពីក្រឹតវិន័យរបស់ទ្រង់ឡើយ
អោព្រះយេហូវ៉ាអើយទូលបង្គំបាននឹកចាំពីច្បាប់របស់ទ្រង់តាំងពីបុរាណមកហើយទូលបង្គំមានសេចក្តីខ្សាន្តចិត្តសេចក្តីក្តៅក្រហាយបានកាន់ទូលបង្គំដោយព្រោះតែមនុស្សអាក្រក់ដែលបោះបង់ចោលក្រឹតវិន័យរបស់ទ្រង់ច្បាប់របស់ទ្រង់បានคล้ายជាបទចម្រៀងរបស់ទូលបង្គំនៅកន្លែងដែលទូលបង្គំស្នាក់អាស្រ័យអោព្រះយេហូវ៉ាអើយនៅពេលយប់ទូលបង្គំបាននឹកចាំពីព្រះនាមទ្រង់ហើយទូលបង្គំបានកាន់តាមក្រឹតវិន័យរបស់ទ្រង់ការនេះបានកោតឡើងដល់ទូលបង្គំព្រោះទូលបង្គំបានកាន់តាមសេចក្តីបញ្ញត្តិរបស់ទ្រង់អោព្រះយេហូវ៉ាអើយទ្រង់ជាចំណែករបស់ទូលបង្គំបានសន្យាថានឹងកាន់តាមព្រះបន្ទូលរបស់ទ្រង់ទូលបង្គំបានស្វែងរកព្រះភ័ក្ត្រទ្រង់អស់ពីចិត្តសូមសម្ដែងសេចក្តីសប្បុរសរបស់ទ្រង់តាមព្រះបន្ទូលទ្រង់ទូលបង្គំបានស្វែងរកព្រះភ័ក្ត្រទ្រង់អស់ពីចិត្តសូមសម្ដែងសេចក្តីសប្បុរសរបស់ទ្រង់តាមព្រះបន្ទូលទ្រង់ទូលបង្គំបានពិចារណាផ្លូវរបស់ខ្លួនហើយបង្វែរជើងទៅឯសេចក្តីបន្ទាល់របស់ទ្រង់ទូលបង្គំបានប្រញាប់ប្រញាល់ដោយមិនបង្អែបង្អង់ដើម្បីកាន់តាមបញ្ញត្តិរបស់ទ្រង់ទោះបីជាចំណងរបស់មនុស្សអាក្រក់បានរុំទូលបង្គំក៏ដោយក៏ទូលបង្គំមិនបានផ្លិតក្រឹតវិន័យរបស់ទ្រង់ឡើយនៅពេលកាលអធិធទូលបង្គំក្រោកឡើងដើម្បីអរព្រះគុណដល់ទ្រង់ដោយព្រោះច្បាប់ដ៏សុចរិតទូលបង្គំជាមិត្តនឹងអស់អ្នកកោតខ្លាចទ្រង់និងអ្នកកាន់តាមសេចក្តីបញ្ញត្តិរបស់ទ្រង់អូព្រះយេហូវ៉ាអើយផែនដីបានពេញដោយសេចក្តីសប្បុរសរបស់ទ្រង់សូមបង្រៀនច្បាប់របស់ទ្រង់ដល់ទូលបង្គំផងអូព្រះយេហូវ៉ាអើយទ្រង់បានប្រព្រឹត្តនឹងទូលបង្គំជាអ្នកបម្រើទ្រង់យ៉ាងល្អតាមព្រះបន្ទូលរបស់ទ្រង់សូមបង្រៀនទូលបង្គំឲ្យមានយោបល់ល្អនិងចំណេះដឹងដើម្បីទូលបង្គំជឿដល់បញ្ញត្តិរបស់ទ្រង់មុនពេលទូលបង្គំរងទុក្ខទូលបង្គំបានវង្វេងប៉ុន្តែឥឡូវនេះទូលបង្គំកាន់តាមព្រះបន្ទូលរបស់ទ្រង់ទ្រង់ជាព្រះដ៏ល្អហើយទ្រង់ធ្វើការល្អសូមបង្រៀនច្បាប់របស់ទ្រង់ដល់ទូលបង្គំហងទោះបីជាពួកអ្នកមានចិត្តធំបានបង្កើតរឿងភូតផលដាក់ទូលបង្គំក៏ដោយក៏ទូលបង្គំនឹងកាន់តាមសេចក្តីបញ្ញត្តិរបស់ទ្រង់អស់ពីចិត្តដែរចិត្តរបស់គេស្ពឹកហើយគ្មានអារម្មណ៍ប៉ុន្តែទូលបង្គំរីករាយចំពោះក្រឹតវិន័យរបស់ទ្រង់ការដែលទូលបង្គំរងទុក្ខលំបាកនោះជាការល្អដល់ទូលបង្គំដើម្បីឲ្យទូលបង្គំបានរៀនច្បាប់របស់ទ្រង់ក្រឹតវិន័យដែលចេញពីព្រះឱស្ត្រទ្រង់នោះវិសេសដល់ទូលបង្គំជាងប្រាក់និងមាសរាប់ពាន់ទៅទៀតព្រះហស្ថទ្រង់បានបង្កើតទូលបង្គំនិងសូនរូបទូលបង្គំសូមប្រទានយោបល់ដើម្បីឲ្យទូលបង្គំបានរៀនបញ្ញត្តិរបស់ទ្រង់សូមឲ្យអស់អ្នកដែលកោតខ្លាចទ្រង់បានឃើញទូលបង្គំហើយមានសេចក្តីអំណរដើម្បីទូលបង្គំបានសង្ឃឹមដល់ព្រះបន្ទូលទ្រង់អូព្រះយេហូវ៉ាអើយព្រះបន្ទូលទ្រង់សុទ្ធតែសុចរិតហើយដែលទ្រង់ធ្វើឲ្យទូលបង្គំរងទុក្ខនោះគឺដោយសេចក្តីស្មោះត្រង់សូមឲ្យសេចក្តីសប្បុរសរបស់ទ្រង់បានជាទីខ្សាន្តចិត្តដល់ទូលបង្គំតាមព្រះបន្ទូលសន្យាដល់ទូលបង្គំជាអ្នកបម្រើទ្រង់សូមឲ្យសេចក្តីមេត្តាករុណារបស់ទ្រង់បានមកដល់ទូលបង្គំដើម្បីឲ្យទូលបង្គំបានរស់នៅដើម្បីក្រឹតវិន័យរបស់ទ្រង់ជាទីរីករាយដល់ទូលបង្គំសូមឲ្យពួកអ្នកមានចិត្តធំត្រីខ្មាស់ដោយព្រោះគេបានធ្វើខុសចំពោះទូលបង្គំដោយគ្មានហេតុប៉ុន្តែទូលបង្គំនឹងរំពឹងគិតពីសេចក្តីបញ្ញត្តិរបស់ទ្រង់សូមឲ្យអស់អ្នកដែលកោតខ្លាចទ្រង់បានងាកមកឯទូលបង្គំគឺអស់អ្នកដែលស្គាល់សេចក្តីបន្ទាល់របស់ទ្រង់សូមឲ្យចិត្តទូលបង្គំបានឥតខ្ចោះចំពោះច្បាប់របស់ទ្រង់ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាស់ឡើយព្រលឹងទូលបង្គំល្វើយនឹងរងចាំសេចក្តីសង្គ្រោះរបស់ទ្រង់ប៉ុន្តែទូលបង្គំបានសង្ឃឹមដល់ព្រះបន្ទូលទ្រង់ភ្នែកទូលបង្គំស្រវាំងនឹងរងចាំព្រះបន្ទូលសន្យារបស់ទ្រង់ដោយពោលថាតើទ្រង់នឹងខ្សាន្តចិត្តទូលបង្គំនៅពេលណាទោះបីជាទូលបង្គំដូចជាថង់ស្បែកដែលត្រូវឆ្ងាយក្តីក៏ទូលបង្គំមិនភ្លេចច្បាប់របស់ទ្រង់ដែរតើអ្នកបម្រើទ្រង់ត្រូវរងចាំយូរប៉ុន្មានទៀតតើទ្រង់នឹងដាក់ទោសអ្នកដែលបៀតបៀនទូលបង្គំនៅពេលណាពួកអ្នកមានចិត្តធំបានជីរណ្ដៅដើម្បីចាប់ទូលបង្គំគឺជាការដែលផ្ទុយនឹងក្រឹតវិន័យទ្រង់បញ្ញត្តិរបស់ទ្រង់ទាំងអស់សុទ្ធតែស្មោះត្រង់សូមជួយទូលបង្គំផងដើម្បីគេបៀតបៀនទូលបង្គំដោយគ្មានហេតុ
គេស្ទើរតែបំផ្លាញទូលបង្គំពីផែនដីទៅហើយប៉ុន្តែទូលបង្គំមិនបោះបង់ចោលសេចក្តីបញ្ញត្តិរបស់ទ្រង់ឡើយសូមរក្សាជីវិតទូលបង្គំតាមសេចក្តីសប្បុរសរបស់ទ្រង់ដើម្បីឲ្យទូលបង្គំបានកាន់តាមសេចក្តីបន្ទាល់នៃព្រះឱស្ត្រទ្រង់អូព្រះយេហូវ៉ាអើយព្រះបន្ទូលទ្រង់បានតាំងនៅស្ថានសួគ៌ជានិច្ចអស់កាលរៀងទៅសេចក្តីស្មោះត្រង់របស់ទ្រង់នៅជាប់នៅគ្រប់ទាំងដំណរទ្រង់បានស្ថាបនាផែនដីនិងផែនដីក៏នៅជាប់ច្បាប់របស់ទ្រង់ក៏នៅជាប់រហូតដល់សពថ្ងៃនេះល្បិតរបស់សារពើជាអ្នកបម្រើរបស់ទ្រង់ប្រសិនបើច្បាប់ទ្រង់មិនមែនជាទីរីករាយដល់ទូលបង្គំទេនោះទូលបង្គំមុខជាបានវិនិច្ឆ័យក្នុងសេចក្តីទុក្ខលំបាកទៅហើយទូលបង្គំមិនភ្លេចច្បាប់របស់ទ្រង់ឡើយដើម្បីទ្រង់បានធ្វើឲ្យទូលបង្គំមានជីវិតដោយសារសេចក្តីទាំងនោះទូលបង្គំជារបស់ផងទ្រង់សូមសង្គ្រោះទូលបង្គំផងដើម្បីទូលបង្គំបានស្វែងរកសេចក្តីបញ្ញត្តិរបស់ទ្រង់មនុស្សអាក្រក់បានរងចាំដើម្បីបំផ្លាញទូលបង្គំប៉ុន្តែទូលបង្គំនឹងពិចារណាពីសេចក្តីបន្ទាល់របស់ទ្រង់ទូលបង្គំឃើញថាគ្រប់ទាំងសេចក្តីសុក្រិតសុទ្ធតែមានកម្រិតប៉ុន្តែបញ្ញត្តិរបស់ទ្រង់ទូលាយឥតព្រំឯងទូលបង្គំស្រឡាញ់ក្រឹតវិន័យរបស់ទ្រង់ណាស់ទូលបង្គំរំពឹងគិតពីក្រឹតវិន័យនោះពេញមួយថ្ងៃបញ្ញត្តិរបស់ទ្រង់តែងតែនៅជាមួយទូលបង្គំហើយធ្វើឲ្យទូលបង្គំមានប្រាជ្ញាជាងសត្រូវរបស់ទូលបង្គំទូលបង្គំមានយោបល់ជាងគ្រូរបស់ទូលបង្គំទាំងអស់ដោយព្រោះទូលបង្គំរំពឹងគិតពីសេចក្តីបន្ទាល់របស់ទ្រង់ទូលបង្គំមានការយល់ដឹងជាងចាស់ទុំដោយព្រោះទូលបង្គំបានកាន់តាមសេចក្តីបញ្ញត្តិរបស់ទ្រង់ទូលបង្គំបានខាត់ជើងមិនឲ្យដើរតាមគ្រប់ផ្លូវអាក្រក់ដើម្បីឲ្យទូលបង្គំបានកាន់តាមព្រះបន្ទូលទ្រង់ទូលបង្គំមិនបានងាកចេញពីច្បាប់របស់ទ្រង់ទេព្រោះទ្រង់បានបង្រៀនទូលបង្គំព្រះបន្ទូលទ្រង់ផ្អែមដល់ក្រអូមមាត់ទូលបង្គំណាស់គឺផ្អែមជាងទឹកឃ្មុំនៅក្នុងមាត់ទូលបង្គំទៅទៀតទូលបង្គំបានយោបល់ដោយសារសេចក្តីបញ្ញត្តិរបស់ទ្រង់ហេតុនេះហើយបានជាទូលបង្គំស្អប់គ្រប់ទាំងផ្លូវក្លែងក្លាយព្រះបន្ទូលទ្រង់ជាចង្គៀងដល់ជើងទូលបង្គំហើយជាពន្លឺដល់ផ្លូវរបស់ទូលបង្គំទូលបង្គំបានស្បត់ហើយបានបញ្ជាក់ទៀតថាទូលបង្គំនឹងកាន់តាមច្បាប់ដ៏សុចរិតរបស់ទ្រង់ទូលបង្គំបានរងទុក្ខយ៉ាងខ្លាំងព្រះយេហូវ៉ាអើយសូមធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញតាមព្រះបន្ទូលរបស់ទ្រង់ព្រះយេហូវ៉ាអើយសូមទទួលយកពាក្យសរសើរដែលស្ម័គ្រពីចិត្តចេញពីមាត់ទូលបង្គំហើយសូមបង្រៀនច្បាប់របស់ទ្រង់ដល់ទូលបង្គំផងទោះបីជាជីវិតទូលបង្គំប្រថុយនៅក្នុងដៃទូលបង្គំជានិច្ចក៏ដោយក៏ទូលបង្គំមិនភ្លេចក្រឹតវិន័យរបស់ទ្រង់ដែរមនុស្សអាក្រក់បានដាក់អន្ទាក់ដើម្បីចាប់ទូលបង្គំប៉ុន្តែទូលបង្គំមិនបានវង្វេងចេញពីសេចក្តីបញ្ញត្តិរបស់ទ្រង់ឡើយសេចក្តីបន្ទាល់របស់ទ្រង់ជាមរតករបស់ទូលបង្គំជារៀងរហូតត្បិតសេចក្តីទាំងនោះជាអំណរដល់ចិត្តទូលបង្គំបានបង្វែរចិត្តដើម្បីកាន់តាមច្បាប់របស់ទ្រង់រហូតដល់ចុងបំផុតទូលបង្គំស្អប់មនុស្សដែលមានចិត្តពីរប៉ុន្តែទូលបង្គំស្រឡាញ់ក្រឹតវិន័យរបស់ទ្រង់ជាទីកំបាំងនិងជាខែលរបស់ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលទ្រង់ពួកអ្នកធ្វើអាក្រក់អើយចូលថយចេញពីអញទៅដើម្បីឲ្យអញបានកាន់តាមបញ្ញត្តិរបស់ព្រះនៃអញសូមទ្រទ្រទូលបង្គំតាមព្រះបន្ទូលសន្យារបស់ទ្រង់ដើម្បីឲ្យទូលបង្គំបានរស់នៅហើយសូមកុំឲ្យទូលបង្គំត្រីខ្មាស់ដោយព្រោះសេចក្តីសង្ឃឹមរបស់ទូលបង្គំឡើយសូមជួយទូលបង្គំនោះទូលបង្គំនឹងបានរស់ហើយទូលបង្គំនឹងយកចិត្តទុកដាក់នឹងច្បាប់របស់ទ្រង់ជានិច្ចទ្រង់បានបោះបង់ចោលអស់អ្នកដែលវង្វេងចេញពីច្បាប់របស់ទ្រង់ដើម្បីការបោកបញ្ឆោតរបស់គេគឺឥតប្រយោជន៍ទ្រង់ចោលពួកអ្នកអាក្រក់ទាំងអស់នៅផែនដីទុកដូចជាកាកសំណល់ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់សេចក្តីបន្ទាល់របស់ទ្រង់សាច់ទូលបង្គំញ័រដោយកោតខ្លាចទ្រង់ហើយទូលបង្គំខ្លាចច្បាប់របស់ទ្រង់ណាស់ទូលបង្គំបានប្រព្រឹត្តសេចក្តីយុត្តិធម៌និងសេចក្តីសុចរិតសូមគំទុកទូលបង្គំអុយនៅដៃពួកអ្នកដែលសង្កត់សង្កិនទូលបង្គំឡើយសូមធានាឲ្យអ្នកបម្រើទ្រង់បានសេចក្តីល្អសូមកុំឲ្យពួកអ្នកមានចិត្តធំសង្កត់សង្កិនទូលបង្គំឡើយភ្នែកទូលបង្គំស្រវាំងនឹងរងចាំសេចក្តីសង្គ្រោះរបស់ទ្រង់និងរងចាំព្រះបន្ទូលសន្យាដ៏សុចរិតរបស់ទ្រង់សូមប្រព្រឹត្តនឹងទូលបង្គំជាអ្នកបម្រើទ្រង់តាមសេចក្តីសប្បុរសរបស់ទ្រង់ហើយសូមបង្រៀនច្បាប់របស់ទ្រង់ដល់ទូលបង្គំផងទូលបង្គំជាអ្នកបម្រើរបស់ទ្រង់សូមផ្ដល់យោបល់ដល់ទូលបង្គំដើម្បីឲ្យទូលបង្គំបានស្គាល់សេចក្តីបន្ទាល់របស់ទ្រង់
អោព្រះយេហូវ៉ាអើយដល់ពេលដែលទ្រង់ត្រូវធ្វើការហើយត្បិតគេបានល្មើសក្រឹតវិន័យរបស់ទ្រង់ហេតុនេះហើយបានជាទូលបង្គំស្រឡាញ់បញ្ញត្តិរបស់ទ្រង់ជាងមាសគឺជាងមាសសុទ្ធទៅទៀតហើយហេតុនេះបានជាទូលបង្គំចាត់ទុកថាសេចក្តីបញ្ញត្តិរបស់ទ្រង់ទាំងអស់សុទ្ធតែត្រឹមត្រូវហើយទូលបង្គំស្អប់គ្រប់ទាំងផ្លូវคล้ายសេចក្តីបន្ទាល់របស់ទ្រង់គឺអស្ចារ្យណាស់ហេតុនេះបានជាព្រលឹងទូលបង្គំកាន់តាមការបើកសម្ដែងព្រះបន្ទូលរបស់ទ្រង់តែងបំភ្លឺឡើងហើយក៏ផ្ដល់យោបល់ដល់មនុស្សល្ងង់ខ្លៅទូលបង្គំបានហាមាត់ហើយដង្ហើមធំត្បិតទូលបង្គំប្រាថ្នាចង់បានបញ្ញត្តិរបស់ទ្រង់សូមងាកមកឯទូលបង្គំហើយមានសេចក្តីមេត្តាករុណាដល់ទូលបង្គំដូចដែលទ្រង់ធ្លាប់ធ្វើដល់អស់អ្នកដែលស្រឡាញ់ព្រះនាមទ្រង់សូមតម្រឹងជំហានទូលបង្គំតាមព្រះបន្ទូលរបស់ទ្រង់ហើយសូមកុំឲ្យអំពើបាបណាមួយគ្រប់គ្រងលើទូលបង្គំឡើយសូមលុះទូលបង្គំឲ្យរួចពីការសង្កត់សង្កិនរបស់មនុស្សដើម្បីឲ្យទូលបង្គំបានកាន់តាមសេចក្តីបញ្ញត្តិរបស់ទ្រង់សូមឲ្យព្រះភ័ក្ត្រទ្រង់បានភ្លឺមកលើអ្នកបម្រើទ្រង់ហើយសូមបង្រៀនច្បាប់របស់ទ្រង់ដល់ទូលបង្គំផងទឹកភ្នែកហូរចេញពីភ្នែកទូលបង្គំដូចជាស្ទឹងដោយព្រោះគេមិនកាន់តាមក្រឹតវិន័យរបស់ទ្រង់អោព្រះយេហូវ៉ាអើយទ្រង់សុចរិតហើយច្បាប់របស់ទ្រង់ក៏ត្រឹមត្រូវសេចក្តីបន្ទាល់ដែលទ្រង់បានបង្គាប់គឺសុចរិតហើយពិតត្រង់ណាស់សេចក្តីឧស្សាហ៍របស់ទូលបង្គំបានលេបបន្សំទូលបង្គំដោយព្រោះពួកសត្រូវរបស់ទូលបង្គំភ្លេចព្រះបន្ទូលទ្រង់ព្រះបន្ទូលសន្យារបស់ទ្រង់បានត្រូវលបងលយ៉ាងល្អឥតខ្ចោះហើយទូលបង្គំជាអ្នកបម្រើទ្រង់ស្រឡាញ់ព្រះបន្ទូលនោះទោះបីជាទូលបង្គំតូចទាបហើយគេមើលងាយក៏ដោយក៏ទូលបង្គំមិនភ្លេចសេចក្តីបញ្ញត្តិរបស់ទ្រង់ដែរសេចក្តីសុចរិតរបស់ទ្រង់គឺជាសេចក្តីសុចរិតដ៏នៅអស់កលជានិច្ចហើយក្រឹតវិន័យរបស់ទ្រង់គឺជាសេចក្តីពិតសេចក្តីទុក្ខលំបាកនិងសេចក្តីវេទនាបានមកដល់ទូលបង្គំប៉ុន្តែបញ្ញត្តិរបស់ទ្រង់ជាទីរីករាយដល់ទូលបង្គំសេចក្តីបន្ទាល់របស់ទ្រង់គឺសុចរិតជារៀងរហូតសូមផ្ដល់យោបល់ដល់ទូលបង្គំដើម្បីឲ្យទូលបង្គំបានរស់នៃទូលបង្គំបានអំពាវនាវអស់ពីចិត្តអោព្រះយេហូវ៉ាអើយសូមឆ្លើយមកទូលបង្គំផងទូលបង្គំនឹងកាន់តាមច្បាប់របស់ទ្រង់ទូលបង្គំអំពាវនាវដល់ទ្រង់សូមសង្គ្រោះទូលបង្គំផងនោះទូលបង្គំនឹងកាន់តាមសេចក្តីបន្ទាល់របស់ទ្រង់ទូលបង្គំក្រោកឡើងតាំងពីព្រលឹមហើយស្រែករកជំនួយទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលទ្រង់ភ្នែកទូលបង្គំនៅបើកចាំពេញមួយយប់ដើម្បីឲ្យទូលបង្គំបានរំពឹងគិតពីព្រះបន្ទូលសន្យារបស់ទ្រង់សូមទ្រង់ស្ដាប់សំឡេងទូលបង្គំតាមសេចក្តីសប្បុរសរបស់ទ្រង់អោព្រះយេហូវ៉ាអើយសូមធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញតាមច្បាប់របស់ទ្រង់ពួកអ្នកដែលដេញតាមសេចក្តីអាក្រក់បានចូលមកជិតហើយគេនៅឆ្ងាយពីក្រឹតវិន័យរបស់ទ្រង់ប៉ុន្តែអោព្រះយេហូវ៉ាអើយទ្រង់គង់នៅជិតហើយបញ្ញត្តិរបស់ទ្រង់ទាំងអស់គឺជាសេចក្តីពិតទូលបង្គំបានដឹងពីសេចក្តីបន្ទាល់របស់ទ្រង់តាំងពីយូរមកហើយថាទ្រង់បានតាំងសេចក្តីទាំងនោះទុកនៅអស់កលជារៀងទៅសូមទតមើលសេចក្តីទុក្ខលំបាករបស់ទូលបង្គំហើយសង្គ្រោះទូលបង្គំផងត្បិតទូលបង្គំមិនបានភ្លេចក្រឹតវិន័យរបស់ទ្រង់សូមការពាររឿងក្តីរបស់ទូលបង្គំហើយលាស់ទូលបង្គំផងសូមធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញតាមព្រះបន្ទូលរបស់ទ្រង់សេចក្តីសង្គ្រោះនៅឆ្ងាយពីមនុស្សអាក្រក់ត្បិតគេមិនស្វែងរកច្បាប់របស់ទ្រង់អោព្រះយេហូវ៉ាអើយសេចក្តីមេត្តាករុណារបស់ទ្រង់ធំណាស់សូមធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញតាមច្បាប់របស់ទ្រង់អ្នកដែលបៀតបៀនទូលបង្គំនិងសត្រូវរបស់ទូលបង្គំមានច្រើនណាស់ប៉ុន្តែទូលបង្គំមិនបានងាកចេញពីសេចក្តីបន្ទាល់របស់ទ្រង់ឡើយទូលបង្គំឃើញពួកក្បត់ហើយទូលបង្គំខ្ពើមគេព្រោះគេមិនកាន់តាមព្រះបន្ទូលរបស់ទ្រង់សូមទតមលថាទូលបង្គំស្រឡាញ់សេចក្តីបញ្ញត្តិរបស់ទ្រង់ប៉ុណ្ណាអូព្រះយេហូវ៉ាអើយសូមធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញតាមសេចក្តីសប្បុរសរបស់ទ្រង់
ព្រះបន្ទូលរបស់ទ្រង់ទាំងអស់គឺជាសេចក្តីពិតហើយច្បាប់ដ៏សុចរិតរបស់ទ្រង់ទាំងអស់នៅជាប់អស់កាលរៀងទៅពួកចៅវាយបានបៀតបៀនទូលបង្គំដោយគ្មានហេតុប៉ុន្តែចិត្តទូលបង្គំកោតខ្លាយព្រះបន្ទូលរបស់ទ្រង់ទូលបង្គំរីករាយចំពោះព្រះបន្ទូលសន្យារបស់ទ្រង់ដូចជាអ្នកដែលរកបានរបស់របរជាច្រើនទូលបង្គំស្អប់ហើយខ្ពើមសេចក្តីភូតផរប៉ុន្តែទូលបង្គំស្រឡាញ់ក្រឹតវិន័យរបស់ទ្រង់ទូលបង្គំសរសើរទ្រង់មួយថ្ងៃ7ដងដោយព្រោះច្បាប់ដ៏សុចរិតរបស់ទ្រង់អស់អ្នកដែលស្រឡាញ់ក្រឹតវិន័យរបស់ទ្រង់តែងមានសេចក្តីសុខសាន្តជាបរិបូរណ៍ហើយគ្មានអ្វីធ្វើឲ្យគេជំពប់ដួលឡើយអូព្រះយេហូវ៉ាអើយសូមធ្វើឲ្យទូលបង្គំមានជីវិតឡើងវិញតាមសេចក្តីសប្បុរសរបស់ទ្រង់ទូលបង្គំរងចាំសេចក្តីសង្គ្រោះរបស់ទ្រង់ហើយទូលបង្គំបានប្រព្រឹត្តតាមបញ្ញត្តិរបស់ទ្រង់ប្រលឹងទូលបង្គំកាន់តាមសេចក្តីបន្ទាល់របស់ទ្រង់ហើយទូលបង្គំស្រឡាញ់សេចក្តីទាំងនោះខ្លាំងណាស់ទូលបង្គំកាន់តាមសេចក្តីបញ្ញត្តិនិងសេចក្តីបន្ទាល់របស់ទ្រង់ដែលបិទផ្លូវរបស់ទូលបង្គំទាំងអស់នៅចំពោះទ្រង់អូព្រះយេហូវ៉ាអើយសូមឲ្យពាក្យអំពាវនាវរបស់ទូលបង្គំបានទៅដល់ចំពោះទ្រង់សូមផ្ដល់យោបល់ដល់ទូលបង្គំតាមព្រះបន្ទូលរបស់ទ្រង់សូមឲ្យពាក្យទូលអង្វររបស់ទូលបង្គំបានទៅដល់ចំពោះទ្រង់សូមសង្គ្រោះទូលបង្គំតាមព្រះបន្ទូលសន្យារបស់ទ្រង់សូមឲ្យបបោរមាត់ទូលបង្គំបានហូរចេញជាពាក្យសរសើរត្បិតទ្រង់បង្រៀនច្បាប់របស់ទ្រង់ដល់ទូលបង្គំសូមឲ្យអណ្ដាតទូលបង្គំច្រៀងពីព្រះបន្ទូលទ្រង់ត្បិតបញ្ញត្តិរបស់ទ្រង់ទាំងអស់សុទ្ធតែសុចរិតសូមឲ្យព្រះហស្ថទ្រង់ត្រៀមជាស្រេចដើម្បីជួយទូលបង្គំត្បិតទូលបង្គំបានរើសយកសេចក្តីបញ្ញត្តិរបស់ទ្រង់អូព្រះយេហូវ៉ាអើយទូលបង្គំប្រាថ្នាចង់បានសេចក្តីសង្គ្រោះរបស់ទ្រង់ហើយក្រឹតវិន័យរបស់ទ្រង់ជាទីរីករាយដល់ទូលបង្គំសូមឲ្យទូលបង្គំមានជីវិតរស់នៅដើម្បីសរសើរទ្រង់ហើយសូមឲ្យច្បាប់របស់ទ្រង់ជួយទូលបង្គំផងទូលបង្គំបានបង្វេងដូចជាជាងដែលបាត់បង់សូមស្វែងរកអ្នកបម្រើទ្រង់ផងត្បិតទូលបង្គំមិនបានភ្លេចបញ្ញត្តិរបស់ទ្រង់អេផេសូជំពូក5ការរស់នៅក្នុងពន្លឺនិងសេចក្តីស្រឡាញ់ដូច្នេះចូលយកតម្រាប់តាមព្រះទុកដូចជាកូនស្ងួនភ្ញាហើយចូលដាយក្នុងសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទបានស្រឡាញ់យើងហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសយើងទុកជាដងវាយនិងជាយេញបូជាថ្វាយដល់ព្រះសម្រាប់ជាក្លិនដ៏ក្រអូបរីឯការសហាយស្មន់និងការស្មោកគ្រោកគ្រប់យ៉ាងឬសេចក្តីលោភលន់មិនត្រូវទាំងឲ្យមានលឺឈ្មោះនៅក្នុងចំណោមអ្នករាល់គ្នាឡើយឲ្យសមជាពួកបរិសុទ្ធចុះកុំឲ្យមានពាក្យអាភាឬពាក្យលេះលោះឬពាក្យកំប្លែងដែលមិនសមរម្យនោះឡើយផ្ទុយទៅវិញត្រូវមានពាក្យអរព្រះគុណវិញត្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថាគ្មានអ្នកសហាយស្មន់ឬអ្នកស្មោកគ្រោកឬអ្នកលោភលន់ដែលទុកដូចជាអ្នកថ្វាយបង្គំរូបព្រះណាមួយដែលមានមរតកនៅក្នុងនគររបស់ព្រះគ្រីស្ទនិងព្រះឡាយកុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាដោយពាក្យឥតប្រយោជន៍ឡើយត្បិតគឺដោយសារសេចក្តីទាំងនេះហើយបានជាសេចក្តីក្រតរបស់ព្រះមកលើពួកកូនដែលមិនស្ដាប់បង្គាប់ដូច្នេះកុំឲ្យចូលដៃជាមួយគេឡើយពីដើមអ្នករាល់គ្នាជាសេចក្តីងងឹតប៉ុន្តែឥឡូវនេះអ្នករាល់គ្នាជាពន្លឺនៅក្នុងព្រះអម្ចាស់វិញចូលដារទុកដូចជាកូននៃពន្លឺចោះត្បិតផលផ្លែនៃពន្លឺគឺជាគ្រប់ទាំងសេចក្តីសប្បុរសសេចក្តីសុចរិតនិងសេចក្តីពិតត្រូវពិសោធន៍មើលដើម្បីឲ្យដឹងថាអ្វីដែលកប់ព្រះハរតីដល់ព្រះអម្ចាស់កុំឲ្យចូលរួមក្នុងកិច្ចការនៃសេចក្តីងងឹតដែលគ្មានផលប្រយោជន៍នោះឡើយផ្ទុយទៅវិញចូលបំភ្លឺកិច្ចការនោះវិញត្បិតការដែលគេធ្វើដោយសម្ងាត់នោះសូម្បីតែនឹងនិយាយក៏មានសេចក្តីខ្មាស់ដែរប៉ុន្តែគ្រប់របស់ទាំងអស់ដែលត្រូវពន្លឺបំភ្លឺនោះក៏បានឃើញច្បាស់ត្បិតអ្វីដែលធ្វើឲ្យឃើញច្បាស់នោះជាពន្លឺហើយហេតុនេះហើយបានជាមានសេចក្តីថាអ្នកដែលដេកលុកឲ្យចូលភញឹកឡើងហើយក្រោយពីស្លាប់មកនោះព្រះគ្រីស្ទនឹងបំភ្លឺមកលើអ្នកដូច្នេះចូលមើលឲ្យច្បាស់ថាអ្នករាល់គ្នាដើរយ៉ាងដូចម្តេចមិនមែនទុកដូចជាមនុស្សឥតប្រាជ្ញាទេគឺដូចជាមនុស្សមានប្រាជ្ញាវិញចូលឡាយយកឱកាសឲ្យបានត្បិតសម័យសពខ្លៃនេះអាក្រក់ណាស់ហេតុនេះកុំឲ្យធ្វើជាមនុស្សល្ងង់ខ្លៅឡើយតែត្រូវយល់ថាតើព្រះハរតីរបស់ព្រះអម្ចាស់ជាអ្វីវិញ
កុំស្រវឹងស្រាដែលនាំឲ្យខូចខ្លួនឡើយប៉ុន្តែចូលឲ្យបានពេញដោយព្រះវិញ្ញាណវិញទាំងនិយាយទៅវិញទៅមកដោយបទទំនុកដំកើងទំនុកបរិសុទ្ធនិងចម្រៀងខាងឯវិញ្ញាណទាំងច្រៀងនិងសរសើរដំកើងដល់ព្រះអម្ចាស់នៅក្នុងចិត្តត្រូវអរព្រះគុណដល់ព្រះគឺព្រះវរបិតាគ្រប់ពេលវេលាសម្រាប់គ្រប់ការទាំងអស់ក្នុងព្រះនាមព្រះយេហូវ៉ាជាព្រះអម្ចាស់នៃយើងចូលចុះចូលគ្នាទៅវិញទៅមកដោយចិត្តកោតខ្លាចដល់ព្រះគ្រីស្ទពួកស្រីស្រីអើយចូលចុះចូលនឹងប្តីរបស់ខ្លួនដូចជាចុះចូលនឹងព្រះអម្ចាស់ដែរត្បិតប្តីជាក្បាលនៃប្រពន្ធដូចជាព្រះគ្រីស្ទជាសិរសានៃពួកជំនុំដែរព្រះអង្គជាព្រះសង្គ្រោះនៃរូបកាយមួយទៀតដូចជាពួកជំនុំចោះចូលនឹងព្រះគ្រីស្ទយ៉ាងណានោះត្រូវឲ្យប្រពន្ធចោះចូលនឹងប្តីក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរពួកប្តីអើយចូលស្រឡាញ់ប្រពន្ធខ្លួនដូចជាព្រះគ្រីស្ទបានស្រឡាញ់ពួកជំនុំហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសពួកជំនុំដើម្បីនឹងញែកពួកជំនុំឲ្យបរិសុទ្ធដោយយកទឹកមកលាងសម្អាតដោយសារព្រះបន្ទូលនិងដើម្បីនឹងថ្វាយពួកជំនុំមកទ្រង់វិញទុកជាពួកជំនុំដ៏រុងរឿងឥតមានប្រឡាក់ឬជ្រាវជ្រួញឬសៅមងអ្វីឡើយដើម្បីឲ្យបានបរិសុទ្ធហើយឥតកន្លែងបន្ទោសបានគឺយ៉ាងនោះដែលប្តីត្រូវស្រឡាញ់ប្រពន្ធខ្លួនដូចជារូបកាយរបស់ខ្លួនឯងដែរអ្នកណាដែលស្រឡាញ់ប្រពន្ធខ្លួននោះឈ្មោះថាស្រឡាញ់ខ្លួនឯងដែរត្បិតមិនដែលមានអ្នកណារាប់អានរូបកាយខ្លួនឯងថាជាស្ត្រីឡើយគឺគេតែងតែចិញ្ចឹមហើយថែរក្សាវិញដូចជាព្រះគ្រីស្ទចំពោះពួកជំនុំដែរពីព្រោះយើងជាសរីរាង្គនៃរូបកាយទ្រង់ហេតុនេះមនុស្សប្រក់នឹងលាចាកឪពុកម្ដាយទៅនៅជួបនឹងប្រពន្ធខ្លួនហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយសេចក្តីអាចកំបាំងនេះធំណាស់ប៉ុន្តែខៀងនិយាយសម្ដៅពីព្រះគ្រីស្ទនិងពួកជំនុំទេយ៉ាងណាមិញត្រូវឲ្យអ្នករាល់គ្នាគ្រប់រូបស្រឡាញ់ប្រពន្ធខ្លួនដូចជាខ្លួនឯងដែរហើយឯប្រពន្ធក៏ត្រូវគោរពកោតក្រែងដល់ប្តីដែរពីកូរិនថូសជំពូក6អ្នកបម្រើរបស់ព្រះក្នុងនាមជាអ្នកធ្វើការជាមួយព្រះយើងខ្ញុំសូមអង្វរអ្នករាល់គ្នាកុំឲ្យទទួលព្រះគុណរបស់ព្រះជាការឥតប្រយោជន៍ឡើយត្បិតទ្រង់មានព្រះបន្ទូលថានៅពេលដ៏កប់ចិត្តអញបានស្ដាប់ឯងហើយនៅថ្ងៃសង្គ្រោះអញបានជួយឯងមើលចុះឥឡូវនេះជាពេលដ៏កប់ចិត្តណាស់មើលចុះឥឡូវនេះជាថ្ងៃសង្គ្រោះហើយយើងខ្ញុំមិនធ្វើឲ្យអ្នកណាទើសតល់ចិត្តសោះដើម្បីកុំឲ្យការងាររបស់យើងខ្ញុំត្រូវគេទេសដៀលបានផ្ទុយទៅវិញក្នុងការគ្រប់យ៉ាងយើងខ្ញុំបង្ហាញខ្លួនថាជាអ្នកបម្រើរបស់ព្រះគឺដោយសេចក្តីស៊ូទ្រាំជាច្រើនក្នុងសេចក្តីលំបាកតម្រូវការនិងសេចក្តីទុក្ខវេទនាក្នុងការត្រូវគេវាយដំក្នុងការជាប់គុកក្នុងការជ្រួលច្របល់ក្នុងការនឿយហត់ក្នុងការអត់ងងុយនិងក្នុងការអត់ឃ្លានដោយសេចក្តីបរិសុទ្ធដោយចំណេះដឹងដោយចិត្តអត់ធ្មត់ដោយសេចក្តីសប្បុរសដោយព្រះវិញ្ញាណបរិសុទ្ធដោយសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់ដោយពាក្យសច្ចៈដោយឫទ្ធានុភាពរបស់ព្រះនិងដោយគ្រឿងសឹកនៃសេចក្តីសុចរិតនៃដៃស្ដាំនិងដៃឆ្វេងដោយសិរិល្អនិងសេចក្តីអាម៉ាស់ដោយពាក្យគេទេសដៀលនិងពាក្យគេសរសើរគេរាប់យើងខ្ញុំទុកដូចជាមនុស្សបញ្ឆោតតែយើងខ្ញុំជាមនុស្សពិតទុកដូចជាមនុស្សមិនស្គាល់តែគេស្គាល់យើងខ្ញុំច្បាស់ទុកដូចជាមនុស្សហៀបនឹងស្លាប់តែមើលចុះយើងខ្ញុំនៅរស់ទុកដូចជាមនុស្សត្រូវវាយផ្ចាលតែមិនទាន់ស្លាប់ទេទុកដូចជាមនុស្សមានទុក្ខព្រួយតែយើងខ្ញុំអសប្បាយជានិច្ចទុកដូចជាមនុស្សក្រីក្រតែយើងខ្ញុំបានធ្វើឲ្យមនុស្សជាច្រើនទៅជាមានទុកដូចជាមនុស្សគ្មានអ្វីសោះតែយើងខ្ញុំមានរបស់ទាំងអស់ពួកអ្នកនៅក្រុងកូរិនថូសអើយយើងខ្ញុំបាននិយាយទៅអ្នករាល់គ្នាដោយឥតលាក់លៀមហើយចិត្តយើងខ្ញុំក៏បើកទូលាយដែរយើងខ្ញុំមិនបានបិទចិត្តចំពោះអ្នករាល់គ្នាទេគឺមានតែអ្នករាល់គ្នាទេដែលបិទចិត្តចំពោះយើងខ្ញុំដូច្នេះចូលតបស្នងមកយើងខ្ញុំវិញខ្ញុំនិយាយទុកដូចជានិយាយនឹងកូនទេគឺចូលបើកចិត្តឲ្យទូលាយដែរចុះកុំឲ្យតាក់ទងនឹងពួកអ្នកមិនជឿដែលបិទតើសេចក្តីសុចរិតនិងសេចក្តីទុច្ចរិតមានទំនាក់ទំនងអ្វីនឹងគ្នាតើពន្លឺនិងងងឹតមានប្រកបគ្នាដូចម្ដេចបានតើព្រះគ្រីស្ទនិងអារ៉ាបេលៀលចុះសម្រុងគ្នាដូចម្ដេចបានឬតើអ្នកជឿមានចំណែកអ្វីជាមួយអ្នកមិនជឿតើព្រះវិហាររបស់ព្រះនិងរូបព្រះមានការស្រុះស្រួលគ្នាដូចម្ដេចបានត្បិតយើងជាព្រះវិហាររបស់ព្រះដ៏មានព្រះជន្មរស់ដូចជាព្រះបានមានព្រះបន្ទូលថាអញនឹងឪក្នុងគេហើយដើរនៅកណ្ដាលគេអញនឹងធ្វើជាព្រះរបស់គេហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់អញហេតុនេះព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាចូលចេញទីចំណោមពួកគេហើយញាក់ខ្លួនដោយឡែកកុំពាល់របស់មិនស្អាតឡើយនោះអញនឹងទទួលអ្នករាល់គ្នាហើយអញនឹងធ្វើជាឪពុករបស់អ្នករាល់គ្នាឯអ្នករាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីរបស់អញនេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដ៏មានឫទ្ធានុភាពបំផុត
សុភាសិតជំពូក4ដំបូន្មានរបស់ឪពុកអំពីប្រាជ្ញាកូនទាំងឡាយអើយចូលស្ដាប់សេចក្តីព្រានប្រដៅរបស់ឪពុកចូលយកចិត្តទុកដាក់ដើម្បីឲ្យបានយោបល់ត្បិតអញផ្ដាល់សេចក្តីបង្រៀនដ៏ល្អដល់ឯងកុំឲ្យបោះបង់ចោលច្បាប់របស់អញឡើយកាលអញនៅជាកូនរបស់ឪពុកអញនៅក្មេងខ្ចីហើយជាទីស្រឡាញ់តែមួយរបស់ម្ដាយអញនោះគាត់បានបង្រៀនអញថាចូលឲ្យចិត្តអញកាន់តាមពាក្យអញចូលរក្សាបញ្ញត្តិរបស់អញនោះឯងនឹងមានជីវិតរស់នៅចូលរកឲ្យបានប្រាជ្ញានិងយោបល់កុំឲ្យភ្លេចហើយកុំឲ្យងាកចេញពីពាក្យដែលចេញពីមាត់អញឡើយកុំបោះបង់ចោលប្រាជ្ញានោះប្រាជ្ញានឹងរក្សាឯងចូលស្រឡាញ់ចុះនោះប្រាជ្ញានឹងការពារឯងប្រាជ្ញាជារបស់សំខាន់បំផុតដូច្នេះចូលរកឲ្យបានប្រាជ្ញាហើយទោះបីជាត្រូវចំណាយអ្វីៗទាំងអស់ដែលឯងមានក៏ដោយក៏ត្រូវរកឲ្យបានយោបល់ដែរចូលរាប់អានប្រាជ្ញានោះប្រាជ្ញានឹងលើកដំកើងឯងពេលឯងអោបក៏សោកនោះប្រាជ្ញានឹងផ្ដល់កិត្តិយសដល់ឯងប្រាជ្ញានឹងបំពាក់គម្រោងផ្កាដ៏ល្អលើក្បាលឯងនឹងប្រគល់មកគុតដ៏រុងរឿងដល់ឯងកូនអើយចូលស្ដាប់ហើយទទួលយកពាក្យអញចុះនោះអាយុឯងនឹងបានវែងអញបានបង្រៀនឯងតាមផ្លូវនៃប្រាជ្ញាហើយបានដឹកនាំឯងតាមផ្លូវដ៏ត្រង់ពេលឯងដើរជំហានរបស់ឯងនឹងមិនប៊ីរារាំងហើយពេលឯងរត់នោះនឹងមិនជំពប់ដួលឡើយចូលតោជាប់នឹងសេចក្តីព្រានប្រដៅកំលែងឲ្យសោះចូលរក្សាទុកត្បិតសេចក្តីនោះជាជីវិតរបស់ឯងកុំចូលទៅក្នុងផ្លូវរបស់មនុស្សអាក្រក់ហើយកុំដើរតាមផ្លូវរបស់មនុស្សទុច្ចរិតឡើយចូលជៀសវាងពីផ្លូវនោះកុំដើរកាត់ឲ្យសោះចូលងាកចេញហើយដើរហួសទៅត្បិតពួកគេមិនព្រមដេកទេលុះត្រាតែបានធ្វើអាក្រក់សិនគេដេកមិនលក់ឡើយប្រសិនបើមិនបានធ្វើឲ្យអ្នកណាម្នាក់ជំពប់ដួលឡើយគេស៊ីអាហារនៃអំពើទុច្ចរិតហើយផឹកស្រានៃអំពើហិង្សាប៉ុន្តែផ្លូវរបស់មនុស្សសុចរិតគឺប្រៀបដូចជាពន្លឺនៃព្រះអាទិត្យពេលព្រឹកដែលចេះតែភ្លឺឡើងរហូតដល់ថ្ងៃត្រង់ឯផ្លូវរបស់មនុស្សអាក្រក់ប្រៀបដូចជាសេចក្តីងងឹតគេមិនដឹងថាខ្លួនជំពប់នឹងអ្វីទេកូនអើយចូលយកចិត្តទុកដាក់នឹងពាក្យរបស់អញចូលផ្ទៀងត្រចៀកស្ដាប់សេចក្តីដែលអញនិយាយកុំឲ្យពាក្យទាំងនោះឃ្លាតពីភ្នែកឯងឡើយចូលរក្សាទុកនៅក្នុងចិត្តរបស់ឯងត្បិតពាក្យទាំងនោះជាជីវិតដល់អស់អ្នកដែលរកឃើញនិងជាថ្នាំព្យាបាលដល់រូបកាយទាំងមូលរបស់គេចូលរក្សាចិត្តរបស់ឯងឲ្យលើសជាងអ្វីៗទាំងអស់ដែលត្រូវរក្សាត្បិតប្រភពជីវិតចេញពីចិត្តនោះឯងចូលដកពាក្យវាយវេចេញពីមាត់ឯងហើយឲ្យពាក្យដែលឃ្លាតពីសេចក្តីពិតនៅឆ្ងាយពីបបូរមាត់ឯងចុះចូលឲ្យភ្នែកឯងមើលទៅមុខឲ្យត្រង់ហើយឲ្យត្របាក់ភ្នែកឯងសម្លឹងចំទៅមុខចូលពិចារណាផ្លូវដែលជើងឯងដើរនោះផ្លូវទាំងអស់របស់ឯងនឹងបានរឹងមាំកុំងាកទៅស្ដាំឬទៅឆ្វេងឡើយចូលដកជើងឯងពីសេចក្តីអាក្រក់ទៅម៉ាថាយជំពូក26ការចាប់ខ្លួននិងការកាត់ទោសព្រះយេស៊ូវកាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះចប់ហើយទ្រង់ក៏មានព្រះបន្ទូលទៅពួកសិស្សថាអ្នករាល់គ្នាដឹងហើយថា2ថ្ងៃទៀតនឹងដល់បុណ្យរំលងហើយកូនមនុស្សនឹងត្រូវគេបញ្ជូនទៅឲ្យជាប់ឆ្កាងពេលនោះពួកសង្គ្រាចនិងពួកចាស់ទុំក្នុងចំណោមប្រជារាស្ត្របានប្រជុំគ្នានៅក្នុងសាលារបស់សម្ដេចសង្គ្រាចឈ្មោះកៃផាហើយគេបានពិគ្រោះគ្នាដើម្បីចាប់ព្រះយេស៊ូវដោយឧបាយកលនិងសម្លាប់ទ្រង់ប៉ុន្តែគេនិយាយថាគុំធ្វើក្នុងថ្ងៃបុណ្យឡើយក្រែងមានចលាចលនៅក្នុងចំណោមប្រជារាស្ត្រកាលព្រះយេស៊ូវកំពុងគង់នៅភូមិបេថានីក្នុងផ្ទះស៊ីម៉ូនជាមនុស្សឃ្លោងនោះមានស្ត្រីម្នាក់បានកាន់ប្រអប់ថ្មដ៏មានប្រេងក្រអូបដែលមានតម្លៃណាស់មកចាក់លើព្រះសិរសាទ្រង់កាលទ្រង់កំពុងគង់នៅតុអាហារកាលពួកសិលបានឃើញគេក៏មិនពេញចិត្តហើយនិយាយថាហេតុអ្វីបានជាធ្វើឲ្យខូចរបស់ដូច្នេះត្បិតប្រេងនេះអាចលក់បានថ្លៃហើយយកប្រាក់ទៅចែកដល់អ្នកក្របានដោយទ្រង់ជ្រាបព្រះយេស៊ូវមានព្រះបន្ទូលទៅគេថាហេតុអ្វីបានជាអ្នករាល់គ្នារំខានដល់ស្ត្រីនេះនាងបានធ្វើការល្អដល់ខ្ញុំត្បិតអ្នករាល់គ្នានឹងមានអ្នកក្រនៅជាមួយជានិច្ចតែអ្នករាល់គ្នាមិនមានខ្ញុំនៅជាមួយជានិច្ចទេការដែលនាងចាក់ប្រេងក្រអូបនេះលើរូបកាយខ្ញុំគឺនាងបានធ្វើដើម្បីត្រៀមខ្ញុំសម្រាប់ការបញ្ចុះសពខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថានៅកន្លែងណាដែលមានគេផ្សាយដំណឹងល្អនេះពេញក្នុងលោកីនោះគេនឹងនិយាយពីការដែលនាងបានធ្វើនេះដើម្បីទុកជាទីរំលឹកដល់នាងដែរពេលនោះម្នាក់ក្នុងចំណោមពួកសិស្សទាំង12នាក់ឈ្មោះយូដាសអ៊ីស្ការីយ៉ូតបានទៅជួបពួកសង្គ្រាចហើយសួរថាតើលោកនឹងឲ្យអ្វីដល់ខ្ញុំបើខ្ញុំបញ្ជូនគាត់ទៅឲ្យលោក
គេក៏រាប់ប្រាក់ឲ្យគាត់ចាប់តាំងពីពេលនោះមកគាត់ក៏រកឱកាសដើម្បីបញ្ជូនព្រះអង្គនៅថ្ងៃទី1នៃបុណ្យនំប៉័ងអ៊ឹតមេពួកសិស្សបានមកឲ្យព្រះយេស៊ូវទូលសួរថាតើទ្រង់ចង់ឲ្យយើងឃ្លាមរៀបចំឲ្យទ្រង់សោយបុណ្យរំលងនៅកន្លែងណាទ្រង់មានព្រះបន្ទូលថាចូលទៅក្នុងក្រុងទៅឯអ្នកនេះអ្នកនោះហើយប្រាប់គាត់ថាលោកគ្រូមានប្រសាសន៍ថាពេលកំណត់របស់ខ្ញុំជិតដល់ហើយខ្ញុំនឹងធ្វើបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅផ្ទះអ្នកពួកសិស្សក៏ធ្វើតាមបង្គាប់ព្រះយេស៊ូវហើយរៀបចំបុណ្យរំលងពិធីលៀងសន្ធរលុះដល់ល្ងាចទ្រង់ក៏គង់នៅរតុជាមួយពួកសិស្សទាំង12នាក់កំពុងពេលបរិភោគទ្រង់មានព្រះបន្ទូលថាខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាមានម្នាក់ក្នុងចំណោមអ្នករាល់គ្នានឹងក្បត់ខ្ញុំគេក៏មានចិត្តទុកព្រួយគេខ្លាំងហើយចាប់ផ្ដើមទូលសួរទ្រង់ម្ដងម្នាក់ថាព្រះអម្ចាស់អើយមិនមែនជាទូលបង្គំទេឬទ្រង់មានព្រះបន្ទូលឆ្លើយថាអ្នកដែលលូកដៃក្នុងចានជាមួយខ្ញុំគឺអ្នកនោះហើយដែលនឹងក្បត់ខ្ញុំកូនមនុស្សត្រូវយាងទៅដូចជាមានសេចក្តីចែងទុកអំពីទ្រង់ប៉ុន្តែវេទនាដល់ជននោះដែលក្បត់កូនមនុស្សប្រសិនបើជននោះមិនបានកើតមកនោះប្រសើរជាងឯយូដាសដែលជាអ្នកក្បត់ទ្រង់ក៏ទូលសួរថាលោកគ្រូមិនមែនជាខ្ញុំទេឬទ្រង់មានព្រះបន្ទូលថាអ្នកបាននិយាយហើយកំពុងពេលបរិភោគព្រះយេស៊ូវទ្រង់យកនំប៉័ងហើយកាលបានអរព្រះគុណទ្រង់ក៏កាច់ប្រទានទៅពួកសិស្សដោយមានព្រះបន្ទូលថាចូលយកបរិភោគចុះនេះជារូបកាយខ្ញុំរួចទ្រង់យកពែងហើយកាលបានអរព្រះគុណទ្រង់ក៏ប្រទានទៅគេដោយមានព្រះបន្ទូលថាចូលញ៉ាំរាល់គ្នាញ៉ាំពីពែងនេះទាំងអស់គ្នាត្បិតនេះជាឈាមរបស់ខ្ញុំគឺឈាមនៃសញ្ញាថ្មីដែលបានជ្រួយចេញសម្រាប់មនុស្សជាច្រើនដើម្បីឲ្យបានអត់ទោសបាបខ្ញុំប្រាប់អ្នករាល់គ្នាថាខ្ញុំនឹងមិនផឹកទឹកទំពាំងបាយជូរនេះទៀតទេដរាបដល់ថ្ងៃដែលខ្ញុំនឹងផឹកជាថ្មីជាមួយអ្នករាល់គ្នានៅខឿននគរនៃព្រះវរបិតាខ្ញុំកាលគេបានច្រៀងបទទំនុកតម្កើងរួចហើយគេក៏ចេញទៅឯភ្នំដើមអូលីវពេលនោះព្រះយេស៊ូវមានព្រះបន្ទូលទៅគេថានៅយប់នេះអ្នករាល់គ្នានឹងជំពប់ដួលដោយព្រោះខ្ញុំទាំងអស់គ្នាត្បិតមានសេចក្តីចែងទុកថាអញនឹងវាយញាក់កងវាលហើយហ្វូមជៀមនឹងត្រូវខ្ចាត់ខ្ចាយទៅប៉ុន្តែបន្ទាប់ពីខ្ញុំបានរត់ឡើងវិញខ្ញុំនឹងទៅឯស្រុកកាលីលេមុនអ្នករាល់គ្នាពេត្រុសទូលតបថាទោះបីជាអ្នកទាំងអស់គ្នានឹងជំពប់ដួលដោយព្រោះទ្រង់ក៏ដោយក៏ទូលបង្គំមិនជំពប់ដួលជាដាច់ខាតព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថាខ្ញុំប្រាប់អ្នកជាប្រកាសថានៅយប់នេះមុនពេលមាន់រងាវអ្នកនឹងបដិសេធខ្ញុំ3ដងពេត្រុសទូលថាទោះបីជាទូលបង្គំត្រូវស្លាប់ជាមួយទ្រង់ក៏ដោយក៏ទូលបង្គំមិនបដិសេធទ្រង់ដែរពួកសិស្សទាំងអស់ក៏ទូលដូចគ្នាដែរនៅសួនច្បារហ្គេតសេម៉ានីបន្ទាប់មកព្រះយេស៊ូវក៏យាងទៅជាមួយពួកគេដល់កន្លែងមួយហៅថាហ្គេតសេម៉ានីហើយទ្រង់មានព្រះបន្ទូលទៅពួកសិស្សថាចូលអង្គុយនៅទីនេះសិនទម្រាំឃ្លៀងតែអធិដ្ឋាននៅឯនោះទ្រង់បានយកពេត្រុសនិងកូនទាំងពីររបស់សេបេដេទៅជាមួយហើយទ្រង់ចាប់ផ្ដើមមានព្រះハរតីព្រួយនិងធ្ងន់ណាស់ទ្រង់មានព្រះបន្ទូលទៅគេថាចិត្តខ្ញុំមានទុក្ខជាខ្លាំងស្ទើរតែនឹងស្លាប់ចូលនៅទីនេះហើយចាំយាមជាមួយខ្ញុំចុះទ្រង់យាងទៅមុខបន្តិចក៏ទម្លាក់ព្រះភ័ក្ត្រដល់ដីហើយអធិដ្ឋានថាអោព្រះវរបិតាអើយប្រសិនបើអាចបានសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅប៉ុន្តែកុំតាមចិត្តទូលបង្គំឡើយសូមតាមព្រះハរតីទ្រង់វិញរួចទ្រង់យាងមកឯពួកសិស្សឃើញគេកំពុងដេកលក់ក៏មានព្រះបន្ទូលទៅពេត្រុសថាចុះតើអ្នករាល់គ្នាគ្មានកម្លាំងនឹងចាំយាមជាមួយខ្ញុំតែ1ម៉ោងទេឬចូលចាំយាមហើយអធិដ្ឋានចុះដើម្បីកុំឲ្យធ្លាក់ទៅក្នុងការលបួងឯវិញ្ញាណក៏ប្រុងប្រៀបមែនតែសាច់ឈាមខ្សោយទេទ្រង់យាងទៅអធិដ្ឋានជាលើកទី2ថាអោព្រះវរបិតាអើយប្រសិនបើពែងនេះមិនអាចកន្លងហួសពីទូលបង្គំបានទេលុះត្រាតែទូលបង្គំផឹកនោះសូមតាមព្រះハរតីទ្រង់ចុះកាលទ្រង់យាងក៏ឃើញគេដេកលក់ទៀតត្បិតភ្នែកគេធ្ងន់ណាស់ទ្រង់ក៏លាគេយាងទៅអធិដ្ឋានជាលើកទី3ដោយមានព្រះបន្ទូលដដែលរួចទ្រង់យាងមកឯពួកសិស្សមានព្រះបន្ទូលថាតើអ្នករាល់គ្នានៅតែដេកលក់នឹងសម្រាកទៀតឬមើលចុះពេលកំណត់បានមកដល់ហើយកូនមនុស្សត្រូវគេបញ្ជូនទៅក្នុងដៃរបស់មនុស្សមានបាបចូលក្រោកឡើងយើងទៅអ្នកដែលក្បត់ខ្ញុំបានមកដល់ហើយការចាប់ខ្លួន
កាលទ្រង់កំពុងតែមានព្រះបន្ទូលនៅឡើយនោះយូដាជាសិស្សម្នាក់ក្នុងពួក12នាក់បានមកដល់ព្រមទាំងមានមនុស្សមួយហ្វូងយ៉ាងធំកាន់ដាវនិងដំបងដែលពួកសង្គ្រាតនិងពួកចាស់ទុំបានចាត់មកជាមួយអ្នកដែលក្បត់ទ្រង់បានឲ្យសញ្ញាទៅគេថាអ្នកណាដែលខៀងថើបគឺអ្នកនោះហើយចូលចាប់គាត់ចោះភ្លាមនោះគាត់ក៏ចូលទៅឯព្រះយេស៊ូវហើយទូលថាជម្រាបសួរលោកគ្រូរួចគាត់ថើបទ្រង់ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថាសំឡាញ់អើយចូលធ្វើការដែលអ្នកមកធ្វើនេះចោះពេលនោះគេក៏ចូលមកចាប់ព្រះហស្ថព្រះយេស៊ូវរួចចាប់ទ្រង់នោះមានម្នាក់ដែលនៅជាមួយព្រះយេស៊ូវបានលូកដៃហូតដាវកាប់ដាច់ត្រចៀកអ្នកបម្រើរបស់សម្ដេចសង្ឃព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថាចូលសកដាវអ្នកទៅក្នុងស្រោមវិញត្បិតអស់អ្នកដែលកាន់ដាវនឹងត្រូវស្លាប់ដោយដាវតើអ្នកស្មានថាខ្ញុំមិនអាចអង្វរព្រះវរបិតាខ្ញុំឲ្យទ្រង់ចាត់ពួកទេវតាជាង12កងពលមកជួយខ្ញុំភ្លាមបានទេឬប៉ុន្តែធ្វើដូច្នោះតើព្រះគម្ពីរនឹងសម្រេចដូចម្តេចបានដែលថាត្រូវតែកើតឡើងយ៉ាងដូចនេះនៅពេលនោះព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់ហ្វូងមនុស្សថាតើអ្នករាល់គ្នាមានកាន់ដាវនិងដំបងចេញមកចាប់ខ្ញុំទុកដូចជាចាប់ចោលឬរាល់ថ្ងៃខ្ញុំបានអង្គុយបង្រៀននៅក្នុងព្រះវិហារតើអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេប៉ុន្តែការទាំងនេះបានកើតឡើងដើម្បីឲ្យសម្រេចតាមបទគម្ពីររបស់ពួកអ្នកប្រកាសទំនាយពេលនោះពួកសិស្សទាំងអស់ក៏រត់ចោលទ្រង់បាត់ទៅការកាត់ទោសពួកអ្នកដែលចាប់ព្រះយេស៊ូវបាននាំទ្រង់ទៅឯសម្ដេចសង្ឃកៃផាជាកន្លែងដែលពួកគ្រូអាចារ្យនិងពួកចាស់ទុំបានប្រជុំគ្នាឯពេត្រុសបានដើរតាមទ្រង់ពីចម្ងាយរហូតដល់ទីធ្លារបស់សម្ដេចសង្ឃគាត់ក៏ចូលទៅអង្គុយជាមួយពួកអ្នកយាមដើម្បីចាំមើលជុំបញ្ចប់ពួកសង្គ្រាចនិងពួកក្រុមប្រឹក្សាទាំងមូលបានរកសាក្សីคล้ายៗទាស់នឹងព្រះយេស៊ូវដើម្បីនឹងសម្លាប់ទ្រង់ប៉ុន្តែគេរកមិនបានសោះទោះបីជាមានសាក្សីคล้ายៗជាច្រើនបានចូលមកក៏ដោយទីបំផុតមាន2អ្នកចូលមកហើយនិយាយថាអ្នកនេះបាននិយាយថាខ្ញុំអាចបំផ្លាញព្រះវិហាររបស់ព្រះហើយសង់ឡើងវិញក្នុងរយៈពេល3ថ្ងៃសម្ដេចសង្ឃក៏ក្រោកឈរសួរទ្រង់ថាតើអ្នកមិនឆ្លើយអ្វីទេឬតើអ្នកទាំងនេះធ្វើបន្ទាស់អ្វីទាស់នឹងអ្នកដូច្នេះប៉ុន្តែព្រះយេស៊ូវទ្រង់នៅស្ងៀមសម្ដេចសង្ឃនិយាយទៅទ្រង់ថាខ្ញុំតាំងអ្នកឲ្យស្បត់ដោយអាងព្រះដ៏មានព្រះជន្មរស់ឲ្យប្រាប់យើងមកតើអ្នកជាព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះឬទេព្រះយេស៊ូវមានព្រះបន្ទូលថាលោកបានមានប្រសាសន៍ហើយប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថាចាប់ពីពេលនេះទៅអ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំនៃព្រះដ៏មានឫទ្ធានុភាពហើយយាងមកលើពពកនៃស្ថានសួគ៌ពេលនោះសម្ដេចសង្ឃក៏ហែកអាវរបស់ខ្លួនហើយនិយាយថាគាត់បានពោលពាក្យប្រមាថហើយតើយើងត្រូវការសាក្សីអ្វីទៀតមើលចុះឥឡូវនេះអ្នករាល់គ្នាបានឮពាក្យប្រមាថរបស់គាត់ហើយតើអ្នករាល់គ្នាគិតដូចម្តេចគេឆ្លើយថាគាត់សមនឹងស្លាប់រួចគេស្ដោះទឹកមាត់ដាក់ព្រះភ័ក្ត្រទ្រង់ហើយវាយទ្រង់អ្នកខ្លះទៀតក៏ទះកំភ្លៀងទ្រង់ដោយនិយាយថាព្រះគ្រីស្ទអើយចូលទីឲ្យយើងដឹងមើលតើអ្នកណាដែលវាយញាក់ពេត្រុសបដិសេធព្រះយេស៊ូវឯពេត្រុសកំពុងអង្គុយនៅខាងក្រៅត្រង់ទីធ្លាមានអ្នកបម្រើស្រីម្នាក់មកឯគាត់និយាយថាអ្នកក៏បាននៅជាមួយយេស៊ូវជាអ្នកស្រុកកាលីលេដែរប៉ុន្តែគាត់បដិសេធនៅមុខអ្នកទាំងអស់គ្នាថាខ្ញុំមិនដឹងថានាងនិយាយពីអ្វីទេកាលគាត់ចេញទៅឯខ្លៅទ្វារមានម្នាក់ទៀតឃើញគាត់ក៏និយាយទៅពួកអ្នកនៅទីនោះថាអ្នកនេះបាននៅជាមួយយេស៊ូវជាអ្នកស្រុកណាសារ៉េតដែរគាត់ក៏បដិសេធម្ដងទៀតដោយស្បត់ថាខ្ញុំមិនស្គាល់មនុស្សនោះទេបន្តិចក្រោយមកពួកអ្នកដែលឈរនៅទីនោះក៏ចូលមកនិយាយនឹងពេត្រុសថាពិតប្រាកដជាអ្នកជាគ្នារបស់គេដែរត្បិតសំឡេងអ្នកបញ្ជាឲ្យដឹងពេលនោះគាត់ចាប់ផ្ដើមដាក់បណ្ដាសាហើយស្បត់ថាខ្ញុំមិនស្គាល់មនុស្សនោះទេភ្លាមនោះមាន់ក៏រងាវពេត្រុសក៏នឹកឃើញពីដែលព្រះយេស៊ូវបានមានព្រះបន្ទូលថាមុនពេលមាន់រងាវអ្នកនឹងបដិសេធខ្ញុំ3ដងរួចគាត់ក៏ចេញទៅក្រៅហើយយំយ៉ាងជូរចត់យ៉ាកូបជំពូក1ការសាក់លបងនិងការលបួងយ៉ាកូបជាអ្នកបម្រើរបស់ព្រះនិងរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទផ្ញើទៅកាន់ពំពោះទាំង12ដែលត្រូវខ្ចាត់ខ្ចាយទៅសូមជម្រាបសួរបងប្អូនអើយកាលណាអ្នករាល់គ្នាធ្លាក់ទៅកាន់ការសាក់លបងផ្សេងនោះត្រូវរាប់ថាជាសេចក្តីអំណរគ្រប់យ៉ាងវិញដោយដឹងថាការលបងលងជំនឿរបស់អ្នករាល់គ្នាបង្កើតឲ្យមានសេចក្តីស៊ូទ្រាំហើយត្រូវឲ្យសេចក្តីស៊ូទ្រាំនោះបានសម្រេចការរបស់វាចោះដើម្បីឲ្យអ្នករាល់គ្នាបានពេញលក្ខណៈនិងគ្រប់គ្រាន់ដោយមិនខ្វះអ្វីសោះប្រសិនបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា
ត្រូវឲ្យអ្នកនោះសូមពីព្រះដោយទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយចិត្តទូលាយនិងមិនបន្ទោសឡើយនោះទ្រង់នឹងប្រទានឲ្យប៉ុន្តែត្រូវឲ្យអ្នកនោះសូមដោយជំនឿមិនសង្ស័យឡើយត្បិតអ្នកដែលសង្ស័យគឺប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់បក់ផាក់ទៅមកអ្នកនោះមិនត្រូវស្មានថានឹងបានទទួលអ្វីពីព្រះអម្ចាស់ឡើយគឺជាមនុស្សដែលមានចិត្តពីរហើយមិនដែលនឹងណក្រំការទាំងអស់ដែលខ្លួនធ្វើត្រូវឲ្យបងប្អូនដែលទៀបអួតខ្លួនដោយព្រោះបានឡើងខ្ពស់ចោះតែត្រូវឲ្យអ្នកមានអួតខ្លួនដោយព្រោះបានចុះទៀបវិញល្បិតគេនឹងកន្លងបាត់ទៅដូចជាផ្កាស្មៅដែរពីព្រោះកាលណាថ្ងៃរះឡើងមានកម្ដៅយ៉ាងក្ដៅនោះស្មៅក៏ក្រៀមស្វិតទៅហើយផ្កាក៏រុះរួយឯសេចក្តីល្អនៃរូបរាងវាក៏វិនាសទៅយ៉ាងនោះអ្នកមាននឹងត្រូវស្រុតចុះទៅក្នុងការដែលខ្លួនកំពុងរកស៊ីដែរមានពរហើយអ្នកណាដែលស៊ូទ្រាំនឹងការសាក់លបងត្បិតកាលណាបានជាប់ការលបងលងហើយអ្នកនោះនឹងទទួលមគុតនៃជីវិតដែលព្រះអម្ចាស់បានសន្យានឹងអស់អ្នកដែលស្រឡាញ់ទ្រង់កាលណាមានគេលបងកុំឲ្យថាព្រះលបងខ្ញុំឡើយត្បិតព្រះមិនអាចត្រូវសេចក្តីអាក្រក់លបងបានទេហើយទ្រង់ក៏មិនលបងអ្នកណាដែរគឺគ្រប់គ្នាតែងត្រូវលបងដោយសារតែតណ្ហារបស់ខ្លួនទាញនាំហើយលួងលោមវិញរួចកាលណាតណ្ហាបានកោតនោះក៏បង្កើតជាអំពើបាបហើយកាលណាអំពើបាបបានពេញខ្នាតនោះក៏បង្កើតជាសេចក្តីស្លាប់បងប្អូនស្ងួនភ្ញាអីកុំឲ្យច្រឡំឡើយគ្រប់ទាំងអំណោយទានដ៏ល្អនិងអំណោយទានដ៏ពេញលក្ខណៈសុទ្ធតែមកពីស្ថានលើគឺចុះមកពីព្រះវរបិតានៃពន្លឺដែលទ្រង់មិនចេះប្រែប្រួលឬមានស្រមោលនៃការផ្លាស់ប្ដូរឡើយទ្រង់បានសម្រេចព្រះハរតីនិងបង្កើតយើងមកដោយសារព្រះបន្ទូលនៃសេចក្តីពិតដើម្បីឲ្យយើងបានដូចជាផលដំបូងនៃរបស់ទាំងឡាយដែលទ្រង់បានបង្កើតការស្ដាប់និងការអនុវត្តហេតុនេះបងប្អូនស្ងួនភ្ញាអើយត្រូវឲ្យគ្រប់គ្នាឆាប់នឹងស្ដាប់តែបងអែបងអងនឹងនិយាយហើយបងអែបងអងនឹងខឹងត្បិតសេចក្តីកំហឹងរបស់មនុស្សมันបង្កើតសេចក្តីសុចរិតរបស់ព្រះទេហេតុនេះចូលដោះចោលគ្រប់ទាំងសេចក្តីស្មោកគ្រោកនិងសេចក្តីអាក្រក់ដ៏សន្ធឹកចេញហើយទទួលយកព្រះបន្ទូលដែលបានដាំក្នុងចិត្តដោយចិត្តស្លូតបូតដែលអាចនឹងសង្គ្រោះព្រលឹងអ្នករាល់គ្នាបានចូលប្រព្រឹត្តតាមព្រះបន្ទូលទៅកុំគ្រាន់តែស្ដាប់ប៉ុណ្ណោះដែលជាការបញ្ឆោតខ្លួនឯងនោះឡើយត្បិតបើអ្នកណាគ្រាន់តែស្ដាប់ព្រះបន្ទូលហើយមិនប្រព្រឹត្តតាមនោះប្រៀបដូចជាមនុស្សដែលឆ្លុះមើលមុខខ្លួនក្នុងកញ្ចក់ពីព្រោះគេគ្រាន់តែមើលខ្លួនរួចចេញបាត់ទៅក៏ភ្លេចភ្លាមថាខ្លួនមានមុខយ៉ាងណាប៉ុន្តែអ្នកណាដែលពិនិត្យមើលក្នុងក្រឹតវិន័យដ៏ពេញលក្ខណៈជាក្រឹតវិន័យនៃសេរីភាពហើយនៅជួបក្នុងក្រឹតវិន័យនោះដោយមិនមែនជាអ្នកស្ដាប់ដែលភ្លេចគឺជាអ្នកដែលប្រព្រឹត្តតាមវិញនោះនឹងមានពរក្នុងការដែលខ្លួនធ្វើប្រសិនបើអ្នកណាស្មានថាខ្លួនមានសាសនាតែមិនទប់អណ្ដាតខ្លួននោះឈ្មោះថាបញ្ឆោតចិត្តខ្លួនឯងហើយសាសនារបស់អ្នកនោះគឺឥតប្រយោជន៍ទេសាសនាដ៏បរិសុទ្ធហើយឥតសៅម៉ោងនៅចំពោះព្រះវរបិតាគឺការដែលទៅសួរសុខទុក្ខពួកក្មេងកំព្រានិងស្រីមេម៉ាយដែលមានសេចក្តីទុក្ខវេទនាព្រមទាំងរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍នេះផងប្រសិនបើអ្នកពេញចិត្តនឹងសារនេះសូមចែករំលែកវាជាមួយមិត្តភ័ក្តិនិងក្រុមគ្រួសាររបស់អ្នកហើយសូមចុច Subscribe Channel របស់ខ្ញុំសូមព្រះប្រទានពរហើយជួបគ្នានៅក្នុងវីដេអូបន្ទាប់